ស្នឹងណាស់ពេលខ្ញុំនៅក្មេងហែលទឹកក្រោមស្ពានជាមួយនាងចាក្រហមរាល់ល្ងាចខ្យល់ពីវាលស្រែនៅតែបក់មកដូចមុនតែខ្ញុំចាកពីភូមិទៅ15ឆ្នាំហើយមិនដឹងនាងនៅទីណាមុខនាងប្រែប៉ុណ្ណាសក់វែងដូចថ្ងៃនោះទេឬបានកាត់ខ្លីបាត់ទៅខ្ញុំតែសួរក្នុងចិត្តប្រហែលនាងធំហើយនាងឈ្មោះនាងចាក្រហមតានាងស្អាតយ៉ាងណាដែរពេលនេះគេហៅឈ្មោះនាងនោតអែមជាមួយគ្នាណាត់ណានាងណា